សំណួរចម្លើយអំពីចរាចរណ៍ជាមួយវត្ទីនិងឥណ្ឌាសំណួរទី1ប្រសិនបើយើងប្រើប្រាស់រថយន្តក្រុងក្នុងមួយខែតើយើងនឹងត្រូវចំណាយប្រាក់ប៉ុន្មាន1 90000 រៀល2 6សែនរៀល3 1លាន2សែនរៀល3 2 1ចម្លើយត្រឹមត្រូវគឺទី1តម្លៃដឹកជញ្ជូនតាមរថយន្តក្រុងគឺត្រឹមតែ1500រៀលសម្រាប់ការជិះម្ដងក្នុងមួយនាក់ដូច្នេះប្រសិនបើយើងជិះរថយន្តក្រុងក្នុងមួយខែទៅមកយើងនឹងចំណាយប្រាក់ត្រឹមតែ90000រៀលប៉ុណ្ណោះក្នុងមួយខែម្យ៉ាងវិញទៀតប្រសិនបើយើងប្រើប្រាស់រ៉ឺម៉កកង់3ឬរថយន្តយើងនឹងត្រូវចំណាយប្រាក់ប្រហែលពី60000រៀលទៅ1លាន2សែនរៀលក្នុងមួយខែការប្រើប្រាស់រថយន្តក្រុងគឺជាវិធីសន្សំសំចៃមួយល្អបំផុតហើយយើងអាចសន្សំប្រាក់សម្រាប់ធ្វើអ្វីផ្សេងទៀតសំណួរទី2តើចម្លើយមួយណាត្រឹមត្រូវនៅពេលដែលអ្នកបត់ស្ដាំនៅចំណុចលើកែ1 2 3 3 2 1ចម្លើយត្រឹមត្រូវគឺទី1នៅពេលដែលអ្នកបត់ស្ដាំសូមគោរពតាមច្បាប់ចរាចរណ៍កុំបើកបរបញ្ច្រាស់ទិសឬឆ្លងចំណែកផ្លូវផ្សេងទៀតសំណួរទី3នៅពេលដែលភ្លើងសញ្ញាចរាចរណ៍លោតពណ៌លឿងតើយើងគួរធ្វើដូចម្តេច1បើកបរយ៉ាងលឿន2បើកបរដោយបន្ថយល្បឿនយឺតៗ3ឈប់ភ្លាម3 2 1ចម្លើយត្រឹមត្រូវគឺទី2បើកបរដោយបន្ថយល្បឿនយឺតៗនៅពេលដែលភ្លើងសញ្ញាចរាចរណ៍លោតពណ៌លឿងអ្នកត្រូវតែបន្ថយល្បឿននិងឈប់រង់ចាំសម្រាប់ទី1ប្រសិនបើអ្នកកំពុងបើកបរឆ្លងកាត់ចូលទៅក្នុងផ្លូវប្រសពហើយភ្លើងសញ្ញាចរាចរណ៍លោតពណ៌ក្រហមនោះអ្នកកំពុងតែបំពានច្បាប់សញ្ញាចរាចរណ៍ហើយអ្នកក៏កំពុងតែបង្កើតនូវស្ថានភាពគ្រោះថ្នាក់សម្រាប់ចរាចរណ៍ឆ្លងកាត់ផងដែរក្នុងករណីមួយផ្សេងទៀតអ្នកនឹងឈប់នៅផ្លូវប្រសពហើយនឹងបង្កការរាំងស្ទះចរាចរណ៍ឆ្លងកាត់ផងដែរតើអ្នកបានផ្ដល់នៅចម្លើយដែលត្រឹមត្រូវប៉ុន្មានហើយសូមទាំងអស់គ្នាគោរពច្បាប់ចរាចរណ៍ដើម្បីឲ្យបរិស្ថានចរាចរណ៍កាន់តែប្រសើរឡើង